អរិយធម៌មេឌីទីរ៉ាណេកោះក្រេតក្រិចនិងហ្វេនេស៊ីលីបង់រដ្ឋនិងអរិយធម៌ដ៏ចំណាស់ទាំង4នៃមនុស្សជាតិអេស៊ីបមេសូប៉ូតាមីឥណ្ឌាចិនមានទំនាក់ទំនងរកស៊ីជាមួយគ្នាច្រើនតាំងពីយុគសម័យបុរាណក៏ប៉ុន្តែប្រជាជននៅក្នុងតំបន់ទាំង4នេះច្រើនតែជាអ្នកជំនាញខាងការដឹកជញ្ជូនផ្លូវគោកឬក៏មានការដឹកជញ្ជូនតាមផ្លូវទឹកខ្លះដែរតែការដឹកជញ្ជូនតាមដងទន្លេបើនិយាយពីអ្នកជំនាញខាងដើរសមុទ្រវិញគេត្រូវទៅមើលបណ្ដារដ្ឋដែលចាប់កំណើតឡើងជាបន្តបន្ទាប់គ្នានៅជុំវិញសមុទ្រមេឌីទីរ៉ាណេយើងនៅក្នុងអំឡុងយុគសម័យលង្ហិនប្រមាណពី3000ឆ្នាំរហូតដល់ប្រមាណ1000ឆ្នាំមុនគ្រិស្តសករាជនៅខាងជើងឆ្នេរសមុទ្រអេស៊ីបនៅក្នុងសមុទ្រមេឌីទីរ៉ាណេមានកោះដ៏ធំមួយឈ្មោះថាកោះក្រេតបច្ចុប្បន្នជាផ្នែកមួយនៃប្រទេសក្រិចគឺអ្នកកោះក្រេតនេះហើយដែលជាអ្នកដុះគំនិតនិងមានជំនាញខាងនាវាតាមផ្លូវសមុទ្រមុនគេដោយពួកគេបានបង្កើតនាវាសមុទ្រមួយប្រភេទដែលមានឈ្មោះបោះសម្លេងពាសពេញផ្ទៃសមុទ្រតាំងពីយុគសម័យបុរាណរហូតដល់សតវត្សទី14គ្រិស្តសករាជនាវាសមុទ្របង្កើតឡើងដោយអ្នកកោះក្រេតនេះត្រូវបានគេឲ្យឈ្មោះតាមភាសាក្រិចបុរាណថាកាឡេអ៊ែហើយតាមភាសាបារាំងបច្ចុប្បន្នថាកាលៀគឺជាប្រភេទនាវាសមុទ្រដែលមានក្តោងផងនិងមានដងចែវផងដែលតម្រៀបជាជួរទាំងសងខាងតាំងពីក្បាលរហូតដល់កន្ទុយដោយសារតែសម័យកាលនោះមនុស្សនៅមិនទាន់រកឃើញទ្រឹស្ដីរូបវិទ្យាដើម្បីអាចប្រើកម្លាំងទល់នឹងកម្លាំងបាននៅឡើយដូច្នេះនៅក្នុងការបើកនាវាកាលៀគេអាចបើកក្តោងប្រើតែនៅពេលណាដែលមានខ្យល់បក់មកពីខាងក្រោយប៉ុណ្ណោះក្រៅពីនេះត្រូវមានមនុស្សចែវទើបនាវាកាលៀអាចធ្វើដំណើរទៅមុខបានដោយសារតែហេតុនេះហើយទើបនាវាកាលៀដែលជានាវាដ៏មាំមិនខ្លាចព្យុះមិនខ្លាចរលកក៏ប៉ុន្តែមិនអាចធ្វើដំណើរចេញឆ្ងាយពីឆ្នេរបានយូរនោះទេដោយសារតែចំនួនមនុស្សដែលត្រូវចែវមានចំនួនច្រើនហើយប្រើកម្លាំងចែវច្រើនដូច្នេះត្រូវការទឹកច្រើនដែលគេមិនអាចដឹកបានគ្រប់គ្រាន់សម្រាប់ច្រើនថ្ងៃបានទើបចាំបាច់ត្រូវតែចូលចំណតនៅមាត់ឆ្នេរជារៀងរាល់យប់ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាវាកាលៀគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ឲ្យអ្នកកោះក្រេតធ្វើជំនួញជួញដូរតាមផ្លូវសមុទ្រនៅជុំវិញតំបន់មេឌីទីរ៉ាណេចាប់តាំងពីអេស៊ីបរហូតដល់ក្រិចយើងធ្លាប់ឃើញថារបបកសិកម្មជួយឲ្យមនុស្សបង្កើនសមត្ថភាពផលិតបានច្រើនជាងការបរបាញ់រហូតដល់ទៅរាប់រយដងរបបជួញដូររឹតតែជួយឲ្យមនុស្សមានកាន់តែឆាប់ជាងរបបកសិកម្មទៅទៀតហេតុដូច្នេះហើយបានជាអ្នកកោះក្រេតសម័យដើមគឺជាអ្នកមានស្ដុកស្ដំបំផុតក៏ប៉ុន្តែនៅចុងយុគសម័យលង្ហិនប្រមាណជា1000ឆ្នាំមុនគ្រិស្តសករាជជាង3000ឆ្នាំមុនសម័យកាលបច្ចុប្បន្នអ្នកកោះក្រេតដែលជាអ្នកពូកែខាងជំនួញក៏ធ្លាក់ដុនដាបម្យ៉ាងប្រហែលមកពីពួកគេត្រូវទទួលរងនៅចំហាយនៃការផ្ទុះភ្នំភ្លើងដ៏ធំមួយនៅកោះដែលក្បែរនោះហើយម្យ៉ាងទៀតពួកគេត្រូវទទួលការឈ្លានពានពីសំណាក់ក្រិចនិងហ្វេនេស៊ីមានទីតាំងនៅម្ដុំប្រទេសលីបង់បច្ចុប្បន្ននៅពេលនោះក្រិចនិងហ្វេនេស៊ីបានរៀនសូត្រច្រើនពីកោះក្រេតក៏សុទ្ធតែជាអ្នកជំនាញខាងដើរសមុទ្រដែរក្រិចកាន់កាប់ដែនសមុទ្រដែលនៅប៉ែកខាងជើងកោះក្រេតចំណែកហ្វេនេស៊ីវិញកាន់កាប់ដែនសមុទ្រដែលនៅក្បែរលីបង់សពថ្ងៃក្រិចនិងហ្វេនេស៊ីជាអ្នកជំនាញខាងនាវាចរនិងការជួញដូរផ្លូវសមុទ្រដូចគ្នាក៏ប៉ុន្តែមានវប្បធម៌ខុសគ្នាប្រជាជនក្រិចនិយាយភាសានៅក្នុងអំបូរអឺរ៉ុបចំណែកអ្នកស្រុកហ្វេនេស៊ីវិញនិយាយភាសាមួយដែលក្រោយមកបានក្លាយទៅជាភាសាអារ៉ាប់បច្ចុប្បន្នអ្នកស្រុកហ្វេនេស៊ីដែលជាអ្នកពូកែខាងជំនួញបានបង្កើតនូវស្នាដៃដ៏សំខាន់មួយ
ដែលបន្សល់ទុកជាកេរមរតកដល់មនុស្សជាតិភាគច្រើននៅក្នុងសម័យកាលបច្ចុប្បន្នគឺអក្ខរក្រមប្រព័ន្ធសំណេរដែលផ្អែកលើចញ្ចនៈនិងស្រៈប្រព័ន្ធសំណេរជាសញ្ញាដូចជាភាសាចិននិងអេស៊ីកនៅក្នុងសម័យកាលនោះមិនឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់អ្នកជំនួញនោះទេដោយសារតែវាមានសញ្ញាច្រើនពេករហូតដល់ទៅរាប់ម៉ឺនសញ្ញាដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការចាត់ចែងមុខជំនួញរបស់ពួកគេអ្នកស្រុក Phoenicia ក៏បានបែកគំនិតពីការប្រើសំណេរជាសញ្ញារាប់ម៉ឺនបែរទៅប្រើអក្សរឬអក្ខរដែលមានចំនួនតែជាង20ដោយអក្សរនីមួយៗមិនមានអត្ថន័យអ្វីទាំងអស់ប៉ុន្តែគេអាចយកវាទៅផ្គុំនិងផ្សំបង្កើតជាពាក្យយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅតាមចិត្តចង់តាមការពិតអ្នកជំនាញខាងបុរាណវិទ្យានិងភាសាវិទ្យាបានរកឃើញអត្ថបទដែលសរសេរដោយប្រើប្រព័ន្ធអក្ខរក្រមដែលមានអាយុកាលតាំងប្រមាណជា1400ឆ្នាំមុនគ្រិស្តសករាជពោលគឺតាំងពីមុនសម័យកាល Phoenicia ទៅទៀតប្រព័ន្ធអក្ខរក្រមដ៏ចំណាស់នេះត្រូវបានគេរកឃើញនៅក្នុងតំបន់មួយដែលស្ថិតនៅក្នុងប្រទេសសេរីបច្ចុប្បន្ននេះមានន័យថាការសរសេរតាមប្រព័ន្ធអក្ខរក្រមត្រូវបានគេប្រើប្រាស់តាំងពីមុនសម័យកាល Phoenicia ទៅទៀតក៏ប៉ុន្តែគឺអ្នកស្រុក Phoenicia ដែលយកសំណេរបែបនេះមកអភិវឌ្ឍទៅជាប្រព័ន្ធសំណេរដ៏ទូលំទូលាយនិងពេញលេញប្រព័ន្ធសំណេរដែលត្រូវបានយើងប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងសម័យកាលបច្ចុប្បន្នសពថ្ងៃនេះក្រៅពីចិននិងជប៉ុនគ្រប់ភាសាទាំងអស់នៅលើភពផែនដីនេះសុទ្ធតែប្រើប្រព័ន្ធសំណេរអក្ខរក្រមនៅក្នុងនោះក៏រួមទាំងភាសាខ្មែរផងដែរនៅក្នុងតំបន់មេឌីទែរ៉ាណេសម័យបុរាណក្រិកនិង Phoenicia មិនធ្វើសង្គ្រាមនឹងគ្នានោះទេប៉ុន្តែពួកគេធ្វើការបែងចែកដែលឥទ្ធិពលគ្នាដើម្បីបោះទីតាំងធ្វើអាណានិគមទៅតាមទិសដៅរៀងៗខ្លួនគឺក្រិកនៅឆ្នេរប៉ែកខាងជើងនៃសមុទ្រមេឌីទែរ៉ាណេចំណែក Phoenicia នៅឆ្នេរសមុទ្រប៉ែកខាងត្បូងអាណានិគមនៅក្នុងន័យនេះគឺខុសពីអាណានិគមនៅក្នុងសម័យទំនើបសម្រាប់ពួកក្រិកនិងពួក Phoenicia នៅសម័យដើមនៅពេលណាដែលទីក្រុងមួយមានមនុស្សច្រើនពេកក្រុមគ្រួសារខ្លះក៏ចាកចេញពីក្រុងនោះទៅកាន់ទីកន្លែងថ្មីដែលនៅតាមកោះឬតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេដើម្បីបង្កើតជាក្រុងថ្មីៗដែលមានរចនាសម្ព័ន្ធគ្រប់គ្រងឯករាជ្យពីក្រុងចាស់ទាំងក្រិកទាំង Phoenicia និងបណ្ដាអាណាចក្រផ្សេងៗទៀតនៅក្នុងសម័យកាលនោះមិនមានការបង្កើតជាប្រទេសនៅក្នុងទម្រង់ជាប្រជាជាតិដូចជាសពថ្ងៃនេះទេពួកគេគ្រាន់តែជាប្រជាជនដែលចេញពីអំបូរតែមួយនិយាយភាសាដូចគ្នាមានវប្បធម៌ដូចគ្នាហើយរស់នៅជាអាណាចក្រធំមួយរួមគ្នាប៉ុន្តែមានអំណាចដឹកនាំឯករាជ្យដាច់ចេញពីគ្នាទៅតាមទីក្រុងផ្សេងគ្នាប្រៀបបានទៅនឹងកូនរដ្ឋតូចឯករាជ្យដាច់ចេញពីគ្នាអាណានិគមក្រិកភាគច្រើនស្ថិតនៅឆ្នេរប៉ែកខាងជើងនៃសមុទ្រមេឌីទែរ៉ាណេក៏ប៉ុន្តែក៏មានផងដែរនៅជុំវិញសមុទ្រខ្មៅអ៊ីតាលីនិងប៉ែកខាងត្បូងប្រទេសបារាំងរហូតមកទល់នឹងសព្វថ្ងៃនេះគេនៅតែអាចសង្កេតឃើញពីសំណល់ពីអាណានិគមក្រិកសម័យបុរាណតាមរយៈឈ្មោះនៃទីក្រុងខ្លះនៅក្នុងប្រទេសបារាំងនិងអ៊ីតាលីជាអាចទីក្រុងណៃដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសបារាំងជាប់នឹងសមុទ្រមេឌីទែរ៉ាណេគឺជាឈ្មោះដែលមានឫសគល់ពីភាសាក្រិកនីកេយ៉ាដែលមានន័យថាជ័យជំនះទីក្រុងណាប៉ូលីនៅអ៊ីតាលីជាឈ្មោះคล้ายពីភាសាក្រិកណេប៉ូលីដែលមានន័យថាក្រុងថ្មីនៅឆ្នេរប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេក្រិកបានបោះទីតាំងធ្វើអាណានិគមតែនៅក្នុងតំបន់សេរេណៃមួយប៉ុណ្ណោះតំបន់សេរេណៃដែលស្ថិតនៅក្នុងប្រទេសលីប៊ីសពថ្ងៃក្រៅពីតំបន់សេរេណៃនេះនៅតាមបណ្ដោយឆ្នេរប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេគឺជាដែនអាណានិគមរបស់ Phoenicia នៅឆ្នាំ800មុនគ្រិស្តសករាជ Phoenicia បានបង្កើតទីក្រុងមួយនៅក្នុងតំបន់ដែលស្ថិតនៅក្បែររាជធានីរបស់ទុយស៊ីសពថ្ងៃទីក្រុងនេះមានឈ្មោះថា Kase
ហើយតែក្រោយមកបានរីកដុះដាលរហូតคล้ายទៅជាអាណាចក្រមួយឯករាជ្យហើយមានអំណាចប្រណាំងប្រជែងជាមួយនឹងពួក Fancy វិញទៀតផងក្រិចនិង Fancy ធ្វើត្បិតតែនាវាកាឡេរបស់ពួកគេពិបាកនឹងធ្វើដំណើរចេញឆ្ងាយពីឆ្នេរនៅក្នុងរយៈពេលវែងក៏ប៉ុន្តែពួកគេនៅតែអាចធ្វើដំណើរតាមផ្លូវសមុទ្រចេញពីមេឌីទែរ៉ាណេទៅកាន់តំបន់ឆ្ងាយៗផ្សេងទៀតដោយធ្វើដំណើរសរសៀរតាមឆ្នេរពួកក្រិចធ្វើដំណើរចេញពីមេឌីទែរ៉ាណេដោយឆ្លងកាត់ច្រកសមុទ្រស៊ីប្រាតាដែលស្ថិតនៅចន្លោះប្រទេសអេស្ប៉ាញនិងប្រទេសម៉ារ៉ុកនៅពេលដែលចេញពីច្រកសមុទ្រស៊ីប្រាតាពួកគេធ្វើដំណើរទៅទិសខាងជើងទៅដល់អង់គ្លេសហើយបន្តរហូតទៅដល់សមុទ្រប៉ាល់ទិកពួក Fancy វិញធ្វើដំណើរកាត់តាមសមុទ្រក្រហមចន្លោះអេស៊ីបនិងអារ៉ាប៊ីសាអូឌីតចាក់ចុះទៅទិសខាងត្បូងរហូតដល់ឥណ្ឌានៅអំឡុងឆ្នាំ600មុនគ្រិស្តសករាជពួក Fancy មួយក្រុមបានធ្វើដំណើរតាមនាវាកាឡែចេញពីអេស៊ីបសរសៀរតាមឆ្នេរសមុទ្រនៃទ្វីបអាហ្វ្រិកចុះទៅទិសខាងត្បូងនៅរៀងរាល់យប់ពួកគេតែងតែទៅសំចតនៅមាត់ឆ្នេរដើម្បីយកទឹកផឹកផងដើម្បីធ្វើការជួញដូរផងក្រោយពីបានធ្វើដំណើរអស់រយៈពេលជាច្រើនខែអ្នកដើរនាវា Fancy ក៏បានចាប់ផ្ដើមសង្កេតឃើញថាឆ្នេរសមុទ្រនៅតែស្ថិតនៅខាងស្ដាំដៃរបស់ពួកគេដដែលក៏ប៉ុន្តែព្រះអាទិត្យកាលពីពេលចេញដំណើររះនៅខាងឆ្វេងដៃឥឡូវនេះស្រាប់តែរះនៅខាងស្ដាំដៃវិញពួកគេក៏ដឹងខ្លួនថាពួកគេបានមកដល់ផ្នែកមកខាងទៀតនៃទ្វីបអាហ្វ្រិកនៅខាងមហាសមុទ្រអាត្លង់តិកហើយក៏កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងជើងវិញមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់ច្រកសមុទ្រស៊ីប្រាតាហើយក៏ឆ្លងកាត់ច្រកសមុទ្រនេះចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេវិញដោយធ្វើដំណើរគ្រប់មួយជុំទ្វីបអាហ្វ្រិក